បាទសម្រាប់បងប្អូនប្រធានក្រុមផ្នែកលក់ណាបាទមិនថាប្រធានក្រុមតូចក្រុមធំទេឲ្យតែប្រមាណគ្រប់គ្រងបងប្អូនទាំងអស់គ្នាមកស្ដាប់វីដេអូនេះត្រូវហើយបាទនៅក្នុងនោះគឺខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាពិបាកខ្លាំងជាងគេគឺដឹកនាំក្រុមការងារឲ្យដើរទៅតាមគោលដៅឲ្យក្រុមអ្នកលក់របស់យើងរបស់គាត់របស់ខ្លួនឯងហ្នឹងណាច្បាស់អំពីរបៀបនៅក្នុងការលក់ផលិតផលឲ្យបានច្បាស់លាស់ត្រឹមត្រូវនៅក្នុងបញ្ហាដែលបងប្អូនទាំងគ្នាពិបាកណាវាមានរឿង3ទី1វប្បធម៌នៅក្នុងការលក់របស់ក្រុមការបងប្អូនគឺដំណើរទៅមិនមានប្រក្រតីភាពនៅក្នុងការបន្ស៊ីគ្នារវាងអ្នកលក់ជាន់មុខជួរមុខបាទក្រុមដឹកនាំការលក់នៅក្នុងការគ្រប់គ្រងតំបន់របស់ខ្លួនឯងឬក៏ជាមួយនឹងប្រធានក្រុមលក់ខ្លួនឯងផ្ទាល់តែម្ដងរឿងទី2នោះគឺដំណើរការលក់បាទបងប្អូនអ្នកគ្នាកំពុងតែពិបាកនៅក្នុងការដឹកនាំដំណើរការលក់ឲ្យដើរត្រូវផ្លូវឲ្យដល់គោលដៅទៅតាមអ្វីដែលក្រុមការងារក៏ដូចជាក្រុមហ៊ុនរបស់បងប្អូននឹងបានកំណត់ហើយជាពិសេសរឿងទី3នោះគឺបងប្អូនអ្នកគ្នាពិបាកហ្មងគឺអ្នកលក់ឲ្យតែគាត់លក់បានច្រើនណាដឹងថាទាឡើងណាអ្នកលក់ឲ្យតែគាត់លក់បានច្រើនណាដឹងតែមានកូនចិត្តឲ្យចាំមើលមេទទួលស្គាល់អត់ជាមួយមេលើកចិត្តអត់បាទចឹងហើយនៅក្នុងសភៅមួយរបស់លោក Mike Weinberg លោកសរសេរអំពី Sales Management ការគ្រប់គ្រងការលក់ដែលដឹកនាំទៅតាម O4 ដែលក្នុងនាមជាប្រធានក្រុមលក់ផ្ទាល់ប្រធានក្រុមហ៊ុនឬមួយក៏បងប្អូនអ្នកគ្នាអ្នកលក់ដែលចង់កសាងក្រុមគឺងាយស្រួលមែនទែននៅក្នុងការដើរតាមជំហានរបស់លោក Mike Weinberg នោះបាទការគ្រប់គ្រងការលក់ឬក៏ Sales Management គឺជាសភៅដែលសម្រួលឲ្យងាយយល់ឲ្យស្រួលស្ដាប់ឲ្យស្រួលយល់ឲ្យស្រួលអានហើយគឺជាសភៅដែលនិយាយអំពីការងារសំខាន់ដែលយើងនៅក្នុងនាមជាអ្នកគ្រប់គ្រងលក់នឹងត្រូវតែធ្វើផ្នែកលក់បាទផ្នែកដឹកនាំការលក់ត្រូវតែដើរហើយអ្នកដឹកនាំឬក៏អ្នកដឹកនាំការលក់គឺយល់ពីរឿងការដឹកនាំជាជំហាននិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងផលិតភាពនៅក្នុងសភៅនេះមានចំនួន7ចំណុចដូចគ្នាដូចសភៅកន្លងទៅដែលលោក Mike Weinberg បានដាក់ជាជំហានបងប្អូនស្រួលដើមមែនទែនតាំងពីចាប់ដើមរៀបចំផែនការគ្រប់គ្រងការដឹកនាំនិងនៅក្នុងការរើសបាទកម្លាំងលក់របស់បងប្អូនអរគ្នាមកដំណើរដើរទៅតាមផលិតផលដែលបងប្អូនបានកំណត់បាទមិនបងអង្គទេបើសិនជាបងប្អូនជាអ្នកលក់បាទឬក៏បងប្អូនអ្នកចូលចិត្តការលក់ចង់អភិវឌ្ឍបាទចង់up skill នៅក្នុងការលក់របស់ខ្លួនឯងហ្នឹងនៅក្នុងការលក់នៅក្នុងក្រុមហ៊ុនបាទនៅក្នុងការជំរុញឲ្យខ្លួនឯងទទួលបានលទ្ធផលល្អប្រសើរនៅក្នុងវិស័យរបស់ខ្លួនបាទ complete បាទធ្វើការទិញសភៅបាទ Sales Management ពីស្ថាប័នរបស់ពុំផ្ទាល់ឬមួយក៏បើសិនជាបងប្អូនចង់បានឥឡូវនេះបាទ download Bookion ឥឡូវ download app Bookion ដែលមាននៅក្នុងទូរស័ព្ទបងប្អូនអាចធ្វើការស្ដាប់ក៏បានអានក៏បានបាទហើយបងប្អូនទាំងអស់គ្នាក៏អាចចាក់ស្ដាប់ឬក៏អានទៅពេលណាក៏បានទីណាក៏បានដែរជាមួយនឹងទូរស័ព្ទឬក៏ជាមួយនឹងiPad របស់បងប្អូនទាំងអស់គ្នាបាទអរគុណបើសិនជាបងប្អូនត្រូវការឬក៏ចាប់អារម្មណ៍អំពីសភៅនេះឬសភៅផ្សេងទៀតបាទកុំភ្លេចធ្វើការតាក់ទងមកក្រុមការងារឥឡូវនេះដើម្បីក្រុមការងារបានជួយនិងជ្រោមជ្រែងបម្រើសេវាកម្មជូនបងប្អូនអរគ្នាបាទអរគុណ